បងប្អូនដាក់គ្នាបាទឃើញខ្ញុំចូលចិត្តឡានហ្នឹងណាបាទមិនមកលក់ឡានទេបងប្អូនដាក់គ្នាមិនមកលក់ឡានទេបងប្អូនបាទនៅភូមិតាគៀតយើងបងប្អូនបាទផ្ទះប្រជាពលរដ្ឋយើងនៅជុំវិញតែម្ដងបងប្អូនបាទទេសភាពស្អាតបាទបងប្រុសបងស្រីបាទគាត់លក់ដីបន្ទាន់មកកន្លែងបងប្អូនបាទក្បាលដីជិបខ្នល់នេះណាបងប្អូនដាក់គ្នាបាទជាប់ខ្នល់យើងហ្នឹងណាបាទ24បាទបណ្ដោយ70បងប្អូនដាក់គ្នាបាទបណ្ដោយ70បាទនេះលំងផ្ទះគាត់ហើយយើងអាចនិយាយបានថាមានខ្ទមមួយទៅបងប្អូនទាំងនេះបាទគាត់ធ្វើនៅរាល់ថ្ងៃហ្នឹងណាបាទវាមិនមែនជាផ្ទះមានអីយើងអាចថាផ្ទះក៏ថាបានព្រោះគាត់ក៏ឥតក៏អីបុកស៊ីម៉ងបុកអីច្រើនបងប្អូនទាំងនេះបាទខាងក្នុងគឺគាត់រស់នៅបានធម្មតាហើយនេះម្ចាស់គាត់បងប្អូនទាំងនេះបាទម្ចាស់គាត់នៅធម្មតាទេបងប្អូនបាទខ្ញុំខ្ជិលនិយាយអីច្រើនណាខ្ញុំនាំបងប្អូនទៅមើលតំណាំដែលបងប្អូនដែលម្ចាស់ផ្ទះគាត់ដាំជុំវិញតែម្ដងបងប្អូនទាំងនេះបាទតម្លៃបាទខ្ញុំបញ្ជាក់នៅខាងលើនេះតែម្ដងបងប្អូនទាំងនេះបាទ31000បាទ$31000ចរចាបងប្អូនទាំងគ្នាបាទ31000បាទចរចាបាទបងប្អូនអាចមើលបានបាទនេះបាទតំណាំតំណយគាត់ដាំបកទាំងអស់ឲ្យបងប្អូនមានក្រូចមានស្វាយមានដូងមានអីចឹងទៅបាទដីស្អាតបងប្អូនទាំងគ្នាបាទគាត់ចាក់ឲ្យស្រាប់ទៀតបាទនៅជាប់ខ្នល់ទៀតបងប្អូនទាំងគ្នាបាទជាប់ខ្នល់ទៀតបាទចុះមកពីថ្នល់ជាតិលេខ6បាទឈ្មោះតាស៊ីមរៀបតាប្រហែលជា1គីឡូកន្លះទេបងប្អូនទាំងគ្នាបាទប្រហែលជា1គីឡូកន្លះទេបាទនេះបន្ទប់ទឹកខាងក្រោយបងប្អូនអាចមើលដីខាងក្រោយនេះបានដោយសារម្ចាស់គាត់គឺគាត់ទៅធ្វើការនៅទីក្រុងភ្នំពេញបាទគាត់ទៅធ្វើការនៅទីក្រុងភ្នំពេញបាទដោយសារគាត់ជាពាក់គេបងប្អូនបាទគាត់ចំណាក់ស្រុកទៅធ្វើការនៅរាជធានីភ្នំពេញឥឡូវនេះគាត់ចង់លក់បងប្អូនបាទដីគាត់ចាក់មកស្អាតដល់ទៅក្រោយបងប្អូនបាទចង្ងាយបណ្ដោយដី70 ម៉ែត្រនេះបងប្អូនគាត់ចាក់មកស្អាតតែម្ដងបាទនេះដាំដើមស្វាយដាំដើមអីមកជុំវិញផ្ទះស្អាតតែម្ដងបាទជុំវិញផ្ទះបងនៅជុំវិញគឺសុទ្ធតែផ្ទះបងប្អូនប្រជាពលរដ្ឋយើងបងប្អូនបាទនេះកាមេរ៉ាយើងចាប់បានមើលទៅក្នុងបាទសុទ្ធតែផ្ទះបងប្អូនប្រជាពលរដ្ឋយើងយ៉ាស់ជន់ដីគោលមួយបាត់ហើយបាទនេះបងប្អូនហើយស្មៅបងប្អូនមើលនេះបាទស្មៅបាទដោយសារតែម្ចាស់គាត់អត់បាននៅថែរក្សាទេបងប្អូនដោយសារម្ចាស់គាត់ទៅធ្វើការនៅរាជធានីភ្នំពេញដល់ពេលអញ្ចឹងហើយខែនេះជាខែភាសាទៀតធ្លាក់ភ្លៀងទៅអីទៅវាស្មៅវាដុះចិត្តអញ្ចឹងបងប្អូនទាំងគ្នាបាទហើយបងប្អូនដែលចង់បានតំណតំណងបងប្អូនផលីបានបងប្អូនទាំងគ្នាបាទស្អាតមែនទេបាទ24គុណនឹង70បងប្អូនទាំងគ្នាបាទស្អាតណាស់បាទតម្លៃបាទ31000បាទចរចាបានបងប្អូនទាំងគ្នាហើយផ្ទះនេះក៏វាមិនមានអីទេបងប្អូននៅបានធម្មតាបងប្អូនគិតតែកែកុនទិញទួយទៅនៅបានបាទដោយសារផ្ទះគាត់ធ្វើស្រាប់បាទនេះបងប្អូនបាទនៅជួបផ្ទះបងប្អូននេះឃើញហើយបងប្អូនបាទវីឡាកូនកាត់នៅចិត្តនេះតែម្ដងបងប្អូនបាទស្អាតណាស់ផ្ទះហ្នឹងបងប្អូនទាំងគ្នាអញ្ចឹងបងប្អូនទាំងគ្នាបាទខ្ញុំសូមពឹងជួយ like ជួយ share វីដេអូនេះម្នាក់មួយផងបាទដល់បងប្អូនក្រែងគាត់ណាគាត់ចង់បានដីនៅជាប់ខ្នល់ស្រាប់អញ្ចឹងបាទមានជុំវិញមានផ្ទះបងប្អូនប្រជាពលរដ្ឋយើងបងប្អូនអាចមកចរចាបានបាទតម្លៃ31000ហ្នឹងគឺចរចាណាបងប្អូនបាទដំណាំដូចខ្ញុំនិយាយបងប្អូនបាទតិចលហឹកបាទគាត់ដាំបាទច្រើនបាទនេះម្ចាស់គាត់បងប្អូនទាំងគ្នាបាទហើយក្នុងផ្ទះដូចខ្ញុំបញ្ជាក់អញ្ចឹងបងប្អូនទាំងគ្នាបាទគាត់អត់បាននៅទេបាទនេះបងប្រុសគាត់ហើយម្ចាស់ផ្ទះគាត់ម្ចាស់ដីគាត់គឺគាត់ទៅធ្វើការនៅក្នុងរាជធានីភ្នំពេញអានេះហើយនេះរបងបងប្អូនរបងគាត់ធ្វើជិតជុំវិញដាំដើមចេកដាំអីអញ្ចឹងទៅបាទចុះបងមានអីបញ្ជាក់ដែរបងតម្លៃដូចបញ្ជាក់អញ្ចឹងហើយ31000អញ្ចឹងហ៎បងអូ31000អាចចរចាគ្នាបានបាទចរចាបានទៀតបងប្អូនទាំងគ្នាបាទអានេះគឺ free អស់ទៅបងប្អូនទាំងគ្នាអើយបងប្អូនទាំងគ្នាបាទបងប្អូនតែគាត់កុនលុយបងប្អូនណាស្មាតោសបាទដើម្បីតែដីល្អដីស្អាតយ៉ាងណាគាត់ត្រូវតែលក់ដែរបាទនេះផ្ទះគាត់បងប្អូនទាំងគ្នាបាទគាត់បាំងសង្ស័យក៏អត់អីមកនៅបានទេបងប្អូនទាំងគ្នាសម្រាប់បងប្អូនដែលទិញមកបើអាជីវកម្មលក់ដូរអីបានបងប្អូនទាំងគ្នាបានបើប្រទេសខ្ញុំមិនសោះចាប់អារម្មណ៍ទេបងប្អូនចាប់អារម្មណ៍គឺរឿងដីបាទគាត់ចាក់ហើយស្រាប់ជាប់ថ្នល់តែម្ដងបាទហើយដីគឺតិចមកធ្វើផ្ទះតែម្ដងបងប្អូនគាត់ចាក់មកស្អាតដីបាទចាក់មកស្អាតមកថ្មថ្នល់តែម្ដងបងប្អូនមានដាំដើមឈើជុំវិញទាំងអស់បាទគ្រប់មុខបាទបងប្អូនចង់ដាំស្អីបន្ថែមទៀតក៏បានដែរបាទខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបាទកុំភ្លេចជួយ like ជួយ share ម្នាក់មួយផងហើយខ្ញុំបញ្ជាក់ឃុំភូមិបាទនៅខាងភូមិតាគៀតបាទស្រកពួកខេត្តសៀមរាបតែម្ដងចង់តំណងទេមកខ្ញុំផ្ទាល់ក៏បានតាមឆាតក៏បានដែរបាទបងប្អូនអាចមកមើលបានចរចាបានទៀតអរគុណច្រើនបងប្អូនទាំងគ្នាបាទ